បាទសួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំធ្វើដំណើរដល់ប្រាសាទមួយទៀតដែលមានឈ្មោះថាប្រាសាទរើបងប្អូនណាដែលស្ថិតនៅខាងលិចប្រាសាទសំយោធដែលមានចម្ងាយពីគ្នាប្រមាណជាជិត2គីឡូម៉ែត្រដែរបងប្អូនណាហើយប្រាសាទនេះគឺស្ថិតនៅក្នុងព្រៃខ្ញុំធ្វើដំណើរមកគឺពិបាកមែនទែនណាខ្ញុំបានថតទស្សនវិជ្ជាតាមផ្លូវឲ្យបងប្អូនទស្សនានោះទេដោយសារខ្ញុំទប់កាមេរ៉ាអត់ជាប់បងប្អូនណាដោយសារវាលាក់ពេកតាមផ្លូវឥឡូវខ្ញុំធ្វើដំណើរមកដល់ហើយមកដល់ទីទួលប្រាសាទបានខ្ញុំថតទស្សនវិជ្ជានៅកន្លែងហ្នឹងឲ្យបងប្អូនទស្សនាណានេះទៅទៀតខ្ញុំដើរទៅប្រាង្គប្រាសាទបដ ாய் ណាអូស្ងាត់ណាស់បងប្អូនអើយស្ងាត់ហើយនេះគឺជាការធ្វើដំណើរផ្សងព្រេងរបស់ខ្ញុំណារូបរោប្រាសាទនៅតំបន់បឹងមីលាណាបងប្អូននៅខាងជើងហ្នឹងគឺភ្នំកលែងណាបាទស្ងាត់ឈឹងមើលចុះបងប្អូនអូមិនងាយទេបងប្អូនណាទម្រាំរោប្រាសាទមួយបានឃើញគឺពិបាកមែនទេបងប្អូននេះគោប្រាសាទនៅខាងនេះណាខ្ញុំខ្ញុំដើរមកខាងលិចបន្តិចខ្ញុំដូចជាឃើញផ្លូវសាក់ៗយើងហ្នឹងណាសូយមានផ្លូវចេញទៅហ្នឹងណាបើសិនជាផ្លូវនេះស្រួលខ្ញុំធ្វើដំណើរទៅអំពើនឹងវិញបងប្អូនពេលខាងនោះគេធ្វើចំការសសក់ខាងនោះណាបាទសម្រាប់ទីតាំងប្រាសាទនឹងគឺស្ថិតនៅឃុំពពេលណាស្រុកធននិគមបងប្អូនអាចសើចវាពាក្យថាប្រាសាទរើគឺលោកចេញមកហើយណាបើបងប្អូនចង់មកលេងប្រាសាទនឹងបងប្អូនមកគ្នាច្រើនទៅក៏មកធ្វើដំណើរបែបលក្ខណៈផ្សងព្រេងដូចខ្ញុំអញ្ចឹងណាបើអីខ្ញុំទៅធ្លាប់ហើយវងវែងឡើងធ្លាប់អស់ហើយបងប្អូនណាបាទថ្ងៃនេះថាដើរលេងឲ្យបានជាង10ប្រាសាទតាមដែលគម្រោងដែលខ្ញុំគិតទុកពីផ្ទះមកប៉ុន្តែថ្ងៃនេះគឺបានតែ6ប្រាសាទទេទាំងប្រាសាទរើហ្នឹងបងប្អូនបាទដោយសារវែងច្រើនពេកទៅកាត់ពេលវេលាអស់បាទឥឡូវខ្ញុំបើកកាមេរ៉ាខាងក្រោយឲ្យបងប្អូនទស្សនាអស់គ្នានេះឥឡូវដល់ប្រាង្គប្រាសាទហើយណាបងប្អូននេះឥឡូវគាត់ដុំថ្មទាំងអស់រៀបអាយនៅពីមុខប្រាង្គប្រាសាទណាបាទនេះច្រើនណាស់បងប្អូនសុទ្ធតែថ្មភក់ទាំងអស់នេះអានឹងប្រហែលជាស៊ុំទ្វារបងប្អូននេះមកដុំធំអានឹងប្រហែលជា200-300 គីឡូនេះហើយខាងនេះទៀតនេះកន្លែងហ្នឹងប្រហែលជាគោបុរៈណានៅជំហានខាងកើតប្រាសាទហ្នឹងគឺបែរមុខមកទិសខាងកើតបាទនេះបងប្អូនឲ្យមើលច្រើនមែនទេសក់ដុំថ្មទាំងអស់សម្រាប់គោបុរៈហ្នឹងគឺកសាងអំពីថ្មភក់ហើយជាមួយអត់ណាបងប្អូននេះដោយសារតែឃើញគំនូរដុំអត់គឺច្រើនមែនទេណាបាទនេះគឺគ្រាន់តែគោបុរៈទេនៅជំហានខាងកើតណាទៅខាងនោះនេះខាងនេះទៅសពេជ្របងប្អូនណាសពេជ្រនឹងគឺរាប់ឆ្នាំដល់ពេលអញ្ចឹងទៅគឺស្លែកកាន់មើលក្បាច់លេចឃើញបាត់ហើយបងប្អូនណាមិនដឹងថាកសាងនៅសតវត្សទីប្រមាណទេបងប្អូនណានៅខ្ញុំទៅមើលខាងក្នុងទៀតហើយនេះទ្រនាប់ណាទ្រនាប់កម្មជាដើមបងប្អូននេះបាទហើយខាងនេះខាងនេះគឺកំពែងថ្មបាយក្រៀមបងប្អូនប្រាសាទហ្នឹងគឺមានកំពែងថ្មបាយក្រៀមមួយជាន់ណាបងប្អូននេះមើលលង្កោដល់គឺច្រើនមែនទេប៉ុន្តែនេះបងប្អូនមើលប្រាង្គប្រាសាទនៅក្នុងព្រៃសុទ្ធបាទប្រាសាទទុកចោលណាមានអាញាធ្វើអើពើទេបងប្អូននេះមើលព្រៃឈើហើយជាមួយស្មៅគឺដុះឡើងពេញប្រាសាទមើលប្រាង្គប្រាសាទអត់ឃើញទេណាហើយនេះគឺស៊ុំទ្វារបងប្អូនណានេះស៊ុំទ្វារនៅគោបុរៈជំហានខាងកើតបាទឥឡូវខ្ញុំដល់ចូលទៅក្នុងទៀតចូលមកខាងក្នុងគឺមានខ្ទមអ្នកភូមិតាំងសងពេលបច្ចុប្បន្នទេបងប្អូនសម្រាប់ខ្ទមនឹងណានេះបាទ
តើដុំថ្មភក់ទាំងអស់បងប្អូនអើយនេះនេះប្រហែលជាជើងតម្រូមើលកប់នៅក្នុងព្រៃបងប្អូនអើយសល់ថ្មភក់ទាំងអស់បាទស្មៅដោះលឹងស្ដុកប៉ែនោះទៅខាងត្បូងប្រកបនេះគឺប្រាង្គប្រាសាទណាបងប្អូនប្រាង្គប្រាសាទដែលកសាងអំពីឥដ្ឋហើយជាមួយថ្មភក់ណាបាទប្រាង្គប្រាសាទនេះធំមែនទែនណាគេថាតែគំនូរដុំឥដ្ឋគឺច្រើនមែនទែនជាមួយថ្មភក់ក្បាច់នឹងស្អាតស្អាតមែនទែនបងប្អូនណាក្បាច់ហើយរៀងកូននឹងពលឺបន្តិចក្បាច់នឹងស្អាតមែនទែនណាហើយខាងនេះទៅបបកាច់ឈុកនឹងប្រហែលជាផ្ដែផ្ដែមែនបងប្អូនផ្ដែណាផ្ដែសម្រាប់នេះបងប្អូនមើលកន្លែងនេះកន្លែងនេះប្រហែលជារូបអាទិទេពមិនដឹងថាអាទិទេពអង្គណាទេនៅសល់តែក្បាច់ខាងនេះបាទតាមដែលខ្ញុំពិនិត្យមើលក្បាច់ហ្នឹងគឺរចនាបថមន្ទីរស្រីណាបាទគឺស្អាតមែនទែនណាបងប្អូនស្អាតមែនទែនសងមួយផ្ទាំងប៉ុន្តែនេះកន្លែងហ្នឹងគឺស្នាមមិនដឹងថារលុះឬមួយក៏គេវាយបំបែកចូលទេបងប្អូនណានៅកន្លែងហ្នឹងបាទមិនដឹងថាទីទេពអង្គណាទេសក់ស្ដាយមែនទែនណាទៅខាងត្បូងទៀតបងប្អូនណាដុំថ្មទាំងអស់នេះខាងនេះទាំងជើងបាទឥឡូវខ្ញុំឡើងទៅខាងលើបាទនេះមើលដល់ហើយនេះប្រាង្គដូចជាមានតែមួយទេបងប្អូនណាប្រាង្គប្រាសាទនឹងប្រទេសធំនេះបាទដល់ហើយបងប្អូនមកព្រៃសុតណាបាទគោណាដែលមានប្រាសាទគួរតែខាអាញាធោកាត់ឆ្ការព្រៃអស់ណាហើយដាក់ប៉ាយថាមានប្រាសាទឈ្មោះប្រាសាទនេះប្រាសាទនោះទៅដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាណាបើសិនជាទុកចោលយូរទៅខ្លាយជាដីចម្ការរបស់អ្នកភូមិអស់អញ្ចឹងណាបាទឥឡូវខ្ញុំដើរមកខាងលិចដល់ហើយនេះប្រាង្គប្រាសាទណាចុះខាងនេះខាងនេះគោបរៈនៅជំនាញឡាយតាបងប្អូនគោបរៈក៏បណ្ណាឡៃគោបរៈទេនេះគោបរៈណាបាក់បីអស់ហើយបងប្អូនណានៅសល់តែគំនូរដុំឥដ្ឋជាមួយថ្មភក់ស្ដាយទៅខាងនោះចំការសក់អ្នកភូមិនោះគោយួនបាទខាងនេះគឺតម្រូបងប្អូនគឺតម្រូខ្ញុំដូចជាឃើញស្ដែងមួយផ្ទាំងនេះចូលហើយអានឹងមិនដឹងថាស្អីគេទេបងប្អូនមួយផ្ទាំងធំនេះខ្ញុំមើលបន្តិចហើយស្គាល់អាទីទេដល់បងប្អូនយ៉ាមុតឡាទៀតហើយទីបងណាទេទីបងណាបងប្អូនមើលទឹកឡាអត់ខួរសោះក្បាច់ជ្រៅពេកហើយល្បេះអស់ខ្លះប្លានឹងមុតខ្ញុំមួយថ្ងៃហ្នឹងនឹងប្លាស្អី
ឈាមនឹងក្លាក់ពេញដៃមកប្តែមួយទៀងហ្នឹងមិនដឹងថាទីទេបងណាទេបងប្អូនមើលក្បាច់អូដល់កឲ្យបងប្អូនគឺច្រំទេណាមួយទៀងធំអូខាងនេះជើងតម្រោអូជើងតម្រោមែនបងប្អូនជើងតម្រោលងប៉ុណ្ណាណីដែលទៀងធំទេបាទមើលព្រៃព្រឹក្សាបងប្អូនណានៅប្រាសាទរើតើគំនោដុំអិតអស់អូដល់អូដល់ឈើមិនឈើទាំងអស់ខ្ញុំដើរមកខាងនេះបន្តិចតែលោមានប្រាំភាសាទៀតណាបាទគឺស្ដុកប៉េះណាចំហៀងត្បូងអូកន្លែងនេះស្នាមវិធីកោះកាយនោះបងប្អូននេះអញ្ចឹងបានខ្ញុំឃើញទេមិនក៏កន្លែងនឹងជ្រៅម្លេះតាមពិតគេជីកោះកាយនៅកន្លែងនឹងណានឹងទេសារតែឃើញអត់នៅចំហៀងត្បូងលង្កោអូដល់កឲ្យមកប្រៃបងប្អូនរោប្រាំភាសាមិនឃើញមកប្រៃអញ្ចេះនេះនេះប្រាំភាសាណានៅចំកណ្ដាលហ្នឹងបងប្អូននេះឃើញស្មៅដុះនេះគឺប្រាំភាសាណាបងប្អូនមើលនេះមើលដុំអិតបងនេះកន្លែងនេះក៏គំនោដុំអិតអស់តើឥឡូវខ្ញុំទៅផ្លូវណានេះបើតតែព្រៃអស់តែនឹងមានកំពែងពុតជំវិញមួយជួនណាបងប្អូនដែលកសាងអំពីថ្មបៃក្រៀមហ្នឹងមែនខាងណៃនេះតើផ្លូវនឹងបដ ாய் ទៅស្រឡះដល់ហើយបងប្អូនអើយសុទ្ធតែគំនោដុំអិតទាំងអស់នេះកំពែងណានៅជ្រុងអេសានបាទដល់បាទខ្ញុំឃើញប្រាសាទនៅក្នុងដុំក្នុងព្រៃអញ្ចឹងខ្ញុំជួយចាត់ណាបងប្អូនបាទខ្ញុំជួយចាត់ធ្វើដំណើរនៅក្នុងព្រៃណារូបប្រាសាទលក្ខណៈបែបសង់ព្រេងណានៅម្ដុំនឹងគឺសុទ្ធតែគោបងប្អូនហើយក៏មានផ្លូវបុរាណច្រើនមែនទេណាខ្វាត់ខ្វែងណាខ្ញុំជិះម៉ូតូមកអញ្ចឹងឯងបានម្ដុំនឹងគឺសម្បូរប្រាសាទមែនទេណាបងប្អូនបាទខាងនោះបន្ទោខ្ញុំបាទតែប៉ុណ្ណឹងទេបងប្អូនណាប្រាសាទរើចេញពីប្រាសាទរើគឺខ្ញុំទៅលេងស្ពានបុរាណមួយដែលមានឈ្មោះថាស្ពានអូសេះស្លាប់បងប្អូនណាហើយស្ថិតនៅខាងត្បូងនឹងព្រមតែខ្ញុំរោមកព្រឹកឲ្យរត់ឃើញសោះបាទទៅវិញខ្ញុំរោទៅឃើញបងប្អូនបាទតែប៉ុណ្ណឹងទេបងប្អូនកុំភ្លេចជួយមើលវីដេអូខ្ញុំឲ្យបានចប់ហើយខ្ញុំនឹងខិតខំធ្វើវីដេអូនៅក្នុងខេត្តសៀមរាបឬមួយក៏នៅតាមបណ្ដាខេត្តផ្សេងៗបងប្អូនណាបាទអរគុណច្រើនបាយបាយ